តាមទំនៀមពីបុរាណកាលមកក្មេងស្រីសុទ្ធតែចោះត្រចៀកគ្រប់គ្នាទាំងអស់រហូតមកដល់សម័យបច្ចុប្បន្ននេះក៏នៅតែធ្វើចំពោះត្រចៀកដែរគឺគេចោះត្រចៀកទុកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងមានកាវកាបិតទំហូជាដើមឯក្មេងប្រុសមិនមានចោះត្រចៀកទេរឿងនេះខ្ញុំបានដឹងពីសំណាក់ដូនចាស់ម្នាក់ឈ្មោះមាសនៅភូមិពោធិ៍ដោតអស់គាត់បានស្លាប់ប្រហែល18ឆ្នាំហើយ2ដើមឡោឈៀងស៊ូគាត់ថាយាយហេតុដូចម្ដេចក៏ប្រហោងត្រចៀកយាយធំម្ល៉េះតើយាយពាក់កាវប៉ុន្មានទៅយាយមាសឆ្លើយតបវិញថាចៅឯងមិនទាន់ដឹងទេចាស់ជំនាន់យាយគេមិនសូវពាក់កាវទេគឺគេពាក់តែត្រសល់ឯត្រសល់នោះបើអ្នកមានទ្រព្យសម្បត្តិច្រើនគេធ្វើដោយមាសប្រាក់ឬភ្លុកឯអ្នកក្រសម្បត្តិទ្រព្យគេធ្វើដោយឈើពាក់សោះតែទំនេរត្រចៀកណាចៅណអាស្រ័យការពាក់ត្រសល់នេះទើបបានជាត្រចៀកយាយយាធ្លាក់ចុះហើយមានប្រហោងធំដូចនេះឯងត្រសល់នេះរាងពុនមេដៃមានសន្តានប្រហែលនឹងត្រសល់អំបោះសពថ្ងៃនេះដែរតែល្អជាងព្រោះមានឆ្លាក់ក្បូរក្បាច់នៅត្រង់កញ្ចាំងមុខព្រោះហេតុតែមានរាងរៅដូចគ្នានឹងត្រសល់អំបោះទើបគេហៅវាថាត្រសល់ដែរតែក្មេងស្រីជំនាន់ដើមគេពាក់គ្រឿងអលង្ការម្យ៉ាងហៅថាកន្ទួតមានកញ្ចាំងដូចជាកាវតងត្រង់សពថ្ងៃនេះដែរតែឥតមានត្បូងទេនៅត្រង់កន្លែងដាក់ត្បូងគេធ្វើរាងដូចផ្លែកន្ទួតហើយធ្វើក្រវិលមូលមួយសម្រាប់ដោតក្នុងរន្ធត្រចៀកចោះកន្ទួតនោះគេធ្វើដោយមាសឬតុងហ្វាទំនៀមចោះត្រចៀកនេះមានរឿងព្រេងមួយដំណាលថាកាលពីកន្លងទៅយូរយារណាស់មកហើយមានកដំពីករម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំមានខ្ញុំកំដរសើយប្រក់ជាច្រើនមានមាសប្រាក់កាវកងពីតួរាជរាកានសពបែបយ៉ាងកដំពីករនោះក៏មានចិត្តក្បត់នឹងភរិយារបស់ខ្លួនហើយទៅសហាយស្មន់នឹងឃ្នាងបំរើស្រីម្នាក់លុះយូរទៅប្រពន្ធដើមដឹងរឿងតែមិនដឹងធ្វើម៉េចនឹងធ្វើបាបឃ្នាងបំរើស្រីនោះបានថ្ងៃមួយក៏ដំពីករមានដំណើរទៅស្រុកក្រៅពេញមួយថ្ងៃប្រពន្ធដើមបានឱកាសក៏នាំទាស័យដតីទៀតរបស់ខ្លួនទៅចាប់នាងស្រីជាសហាយរបបដីនោះមកធ្វើបាបវាដំច្រំធាក់នឹងជេរបញ្ចោច្រាស់ឆ្អិនយ៉ាងអស្ចារ្យរួចយកដៃគោលមកបោះត្រង់ចុងស្លឹកត្រចៀកទាំងពីររបស់នាងនោះហើយទុកចោលនៅលើផ្ទះនោះទៅលុះវេលាល្ងាចក៏ដំពីករត្រឡប់មកពីស្រុកក្រៅវិញឃើញដូច្នេះក៏សួរទៅនាងសហាយនោះថាយ៉ាងម៉េចបានជាគេយកដៃគោលបោះស្លឹកត្រចៀកដូច្នេះនាងក៏ឆ្លើយប្រាប់តាមដំណើរសពគ្រប់ប្តីក៏ដកដៃគោលចេញរកថ្នាំលាបស្រួលបួហើយឲ្យទៅនៅផ្ទះមួយឆ្ងាយពីគ្នាចាប់តាំងពីថ្ងៃនោះមកនាងសហាយនោះមានសេចក្តីអៀនខ្មាស់គេជាច្រើនព្រោះត្រចៀកខ្លួនមានស្នាមប្រហោងនាងចេះតែនិយាយនឹងប្តីថាឲ្យជួយធ្វើយ៉ាងណាដើម្បីឲ្យបាត់ស្នាមប្រហោងត្រចៀកនាងក៏ដំពីករធានារ៉ាប់រងថានឹងរកមធ្យោបាយធ្វើឲ្យបាត់ស្នាមហើយឲ្យបានល្អទៀតផងនៅយប់មួយក៏ដំពីករដីសិនចេញគិតឃើញថាបើអញយកមាសទៅឲ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដោយដៃគោលហើយយកមកឲ្យនាងពាកបិទត្រង់រុនស្នាមនោះប្រហែលនឹងបានល្អលុះគិតហើយទើបក៏ដំពីករចាត់ឲ្យជាងធ្វើបានដោយបំណងដោយបង្គាប់ឲ្យធ្វើមានកញ្ចាំងដាំត្បូងពេជ្ររំលេចដោយក្បូរក្បាច់រចនាផ្សេងយ៉ាងល្អវិចិត្រគួរឲ្យចង់បាននាងសហាយក្រោយដែលបានពាកដៃគោលមាសដាំត្បូងពេជ្រក៏ឃើញមានលំអប្លែកដៃនាំឲ្យនាងមានចិត្តរីករាយយ៉ាងក្រៃលែងលុះថ្ងៃក្រោយមកនាងប្រពន្ធដើមបានឃើញត្រចៀកនាងសហាយដែលខ្លួនបកដៃគោលនោះមានពន្លឺភឺប្លែកគួរឲ្យស្រឡាញ់ក៏សួរនាងនោះថានាងបានអ្វីមកពាក់នៅត្រចៀកនោះក៏ល្អម្ល៉េះនាងសហាយឆ្លើយថាខ្ញុំពាក់ដៃគោលដាំត្បូងពេជ្រចំនួនដៃគោលដែលអ្នកបានបោះកាវពីថ្ងៃមុននាងប្រពន្ធដើមបានដឹងហើយក៏រកមធ្យោបាយចោះត្រចៀកខ្លួនហើយឲ្យជាងធួដៃគោលដាំត្បូងពេជ្រពាក់ដូចនាងប្រពន្ធចុងដែរចាប់តាំងពីសម័យនោះមកស្រីអេទៀតក៏នាំគ្នាចោះត្រចៀកកូនស្រីតាំងពីនៅក្មេងតូចទុកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងជាប់រហូតមកដល់សព្វថ្ងៃនេះ